សូមជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងមេរៀននេះខ្ញុំចង់បង្ហាញពីមេរៀន Microsoft បច្ចេកដែលកន្លងមកខ្ញុំបានប្រាប់និស្សិតថាឲ្យស្វែងយល់ហើយទៅរៀននៅកម្មវិធី Microsoft បច្ចេកហើយដោយសារខ្ញុំរវល់ពេកអញ្ចឹងទៅខ្ញុំរកពេលបង្រៀនអត់បានទេឥឡូវនេះខ្ញុំមានតែឆ្លៀតដើម្បីធ្វើបទបង្ហាញអំពីមូលដ្ឋានគ្រឹះនៅក្នុង Microsoft បច្ចេកធ្វើនៅក្នុងទិសដៅគឺការវិភាគសាងសង់គម្រោងប្រព័ន្ធអគ្គិសនីប្រព័ន្ធមេកានិកម៉ាស៊ីនត្រជាក់ប្រព័ន្ធទឹកការងារផ្សេងៗនៅក្នុងដំណើរការសាងសង់របស់អគារចឹងនៅក្នុងអគារនីមួយៗយើងត្រូវការវិភាគសម្រាប់សាងសង់ចាប់ផ្ដើមតាំងពីថ្ងៃ start បច្ចេករហូតទៅដល់បញ្ចប់ final ដូច្នេះនេះជាគំរូខ្លះៗនៅក្នុងអ្វីដែលមាននៅក្នុង Microsoft បច្ចេកបែបនេះហើយបើសិនជាយើងទៅឡើង Microsoft Office ធម្មតាឲ្យជាងគាត់ទៅឡើងខ្ញុំឃើញមានភាគច្រើនគឺមិនសូវជាមានគាត់ដាក់បញ្ចូលមកទេអញ្ចឹងណាមានតិចតួចហើយសូម្បីកុំព្យូទ័ររបស់ខ្ញុំនេះក៏អត់មានដែរតើខ្ញុំទៅឡើងខ្លួនឯងណាហើយអញ្ចឹងយើងមើលនៅក្នុងរបស់គេ result របស់គេនេះគេមានគំរូស្រាប់ហើយខ្ញុំចូលទៅមើលមួយសិនហើយយើងចាំមើលណាតម្រងរបស់គេត្រូវបែបបត់មកគេមានស្ថានមានលេខ model មានលេខរៀងនៅខាងឆ្វេងដៃបន្ទាប់មកបានគេមានឈ្មោះការងារហើយបន្ទាប់មកបានមានចំនួនថ្ងៃដែលត្រូវគេធ្វើឲ្យហើយឧទាហរណ៍ថ្ងៃនេះខ្ញុំធ្វើដល់ថ្ងៃប្រមាណ 2-3 ថ្ងៃអីចឹងណាឬក៏30ថ្ងៃអញ្ចឹងទៅឃើញវាលោតមកអានេះជាគំរូរបស់គេខ្ញុំគ្រាន់តែបញ្ចូលដើម្បីស្វែងយល់ឲ្យស្គាល់ថា Microsoft បច្ចេកនេះគេធ្វើរបៀបម៉េចអញ្ចឹងអានេះគឺចំនួនថ្ងៃដែលត្រូវបញ្ចូលឧទាហរណ៍នេះមួយថ្ងៃខ្ញុំសុំកែរបស់គេទៅ20ថ្ងៃអញ្ចឹងទៅឃើញវាលោតពីក្រាបមួយទៅក្រាបមួយឧទាហរណ៍ការងារទៅឡើងទៅយកភ្លើងការងារទៅឡើងកាត់ជាងកាត់អីចឹងទៅណាប្រកបទៅយកទឹកប្រកបអីចឹងទៅថ្ងៃណាដល់ថ្ងៃណាអានេះចំនួនថ្ងៃនេះគឺចំនួន start យើង start ពីថ្ងៃណាយើងចាប់ដើមពីថ្ងៃណាដល់ថ្ងៃណានេះគឺតកតងជាមួយនឹងគេពេល start បច្ចេកពេលទទួលកម្រងមកយើងនៅក្នុងកិច្ចសន្យាផ្សេងហ្នឹងគឺយើងធ្វើអូខេអានេះយើងថ្ងៃ start ហើយអានេះថ្ងៃបញ្ចប់ថ្ងៃ start ពីថ្ងៃនេះគ្រាន់តែយើងវាយវា load ឲ្យអាហ្នឹងវាអត់ពិបាកឧទាហរណ៍អានេះ0ថ្ងៃខ្ញុំវាយ30ថ្ងៃខ្ញុំវាយវា30ថ្ងៃថ្ងៃ start ពីថ្ងៃនេះអញ្ចឹងទៅវាឲ្យថ្ងៃបញ្ចប់ទៅបញ្ចប់ដល់ថ្ងៃនេះអញ្ចឹងណាអានេះថ្ងៃអូខេអានេះវា load ណាវា load ពីថ្ងៃច័ន្ទគេពុតអីចឹងទៅអូខេបន្ទាប់មកនៅក្នុងលេខបន្តខ្ញុំនឹងបង្ហាញដោយសារតែនេះ Microsoft បច្ចេកខ្ញុំធ្វើក្នុងទិសដៅមួយសម្រាប់បង្ហាញគ្រឹះហើយ tag នៅកន្លែងនេះបើសិននៅក្នុង Excel វិញយើងនៅក្នុង home បាទនេះអត់ទេអញ្ចឹងនៅក្នុងនេះមាន font ហើយមាន schedule ហើយមានគេគិតជាភាគរយមានអីនៅនឹងច្រើនណាខ្ញុំប្រើអត់អស់ទេខ្ញុំក៏ចេះអត់អស់ដែរអានេះហ៎បាទអានេះកន្លែង report ណាកន្លែង report កន្លែងបច្ចេកបង្ហាញមិនអស់ទេហើយកន្លែងនេះមានឆាបរបស់វាណារូបរបស់វាដែលយើងចង់កែពណ៌អីទៅពណ៌ណាអញ្ចឹងទៅមាន format font column ឆ្វេងស្ដាំអីចឹងដូចគ្នាអាហ្នឹងជាទម្រង់មួយដែលយើងអាចធ្វើវាបានអូខេអញ្ចឹងអានេះខ្ញុំមានប៉ុណ្្នឹងឯងណាអូខេអរគុណជួបគ្នានៅក្នុងមេរៀនបន្តទៀតអរគុណ